But so today bang pon ngọcគ្នាថ្ងៃនេះ a bit tired but so happy អឺគេថាធ្វើអីក៏ដោយបើយើងធ្វើដោយសេចក្តីស្រឡាញ់ពេញចិត្តបើទោះបីជាយើងនឿយហត់ក៏យើងហត់ដោយអំណរណានៅក្នុងព្រះគម្ពីរក៏ចែងដែរហើយមួយទៀតអ្វីក៏ដោយបើយើងមានសេចក្តីរីករាយសេចក្តីស្រឡាញ់អឺយើងតស៊ូយើងពុះពៀនៅក្នុងឧបសគ្គទាំងឡាយអ្វីក៏ដោយក៏វាមុននឹងក្រោយវាគង់តែបានសម្រេចហើយនៅក្នុងកិច្ចការទូទៅយើងសង្កេតមើលអ្វីក៏ដោយដែលអំនួតក្អេងក្អាងមោទនភាពជ្រុលពេកណាហើយខ្ញុំតែនិយាយហើយមនុស្សកាលណាមោទនភាពជ្រុលពេកក្អេងក្អាងពេកអត់មានអ្នកជួយផ្ដល់យោបល់ជួយផ្ដល់ជាខមមិនឲ្យដឹងអំពីចំណុចខ្សោយរបស់ខ្លួនទេធម្មតាទោះបីអ្នកប្រាជ្ញកម្រិតណាក៏ដោយក៏មានចំណុចខ្សោយដែរអ្នកចេះកម្រិតណាក៏ដោយក៏នៅមានចំណុចខ្សោយដែរអញ្ចឹងមនុស្សយើងគេមិនឲ្យអំនួតខ្លាំងពេកទេគេមិនឲ្យក្អេងក្អាងខ្លាំងពេកទេបាទជាក់ស្ដែងមិនខុសពីយើងធ្វើកិច្ចការមួយទេក្នុងនាមយើងជាថ្នាក់គ្រប់គ្រងបើយើងប្រើគេហៅថាអំនួតខ្លាំងពេកបុគ្គលិកនៅក្រៅបង្គាប់យើងកុំគិតថាគេមិនចេះដូចយើងណាពេលខ្លះបុគ្គលិកយើងនឹងគេចេះខ្លាំងជាងយើងទៀតតែបើសិនជាយើងមិនស្ដាប់យើងមិនឲ្យតម្លៃគេក៏គេមិនហ៊ានផ្ដល់យោបល់ឲ្យយើងដែរអញ្ចឹងវាមិនខុសអីពីបើបងប្អូនធ្លាប់ធ្វើគ្រូបង្រៀនធ្លាប់បង្រៀនសម័យកាលនេះគេអត់ហៅថាបង្រៀនទេគេហៅថាចែកចាយចំណេះដឹងចែករំលែកចំណេះដឹងចែករំលែកបទពិសោធន៍អញ្ចឹងណានៅពេលដែលយើងធ្វើអង្គសិក្ខាសាលាមួយក៏ដោយព្រោះមនុស្សថ្ងៃវាសម័យ YouTube សម័យ media ឲ្យតែអ្នកឧស្សាហ៍ឲ្យតែអ្នកសង្វាតចំណេះដឹងមិនខ្វះទេនៅលើប្រព័ន្ធ YouTube ចង់បានអីវាយនឹងមានទាំងអស់ជាពិសេស AI ដែលទៅល្បីនេះចង់បានអីយើងវាយនឹងយើងដឹងទាំងអស់អញ្ចឹងធ្វើអីក៏ដោយយើងកុំមោទនភាពកុំអំនួតខ្លាំងពេកអំនួតរុញច្រានយើងឲ្យភ្លេចខ្លួនទៅជ្រោះមរណៈណាបាទមិនប្រកាសថាយើងធ្លាប់រស់នៅក្នុងវងតកូលក្រខ្សត់ហើយយើងបានមានតិចតួចយើងក្អេងក្អាងអត់ទេយើងកុំធ្វើអញ្ចឹងគឺអត់ល្អទេហើយយើងកុំមើលស្រាលពីបញ្ញាគំនិតអ្នកដទៃបាទកុំមើលស្រាលពីបញ្ញានិងគំនិតអ្នកដទៃយើងអត់អាចដឹងដល់គេប្រមាណទេហើយជួនកាលការឆ្លងកាត់ការលំបាកបទពិសោធន៍ជីវិតប្រឈមនឹងបញ្ហាផ្សេងក៏យើងអត់អាចសន្និដ្ឋានថាយើងមានបទពិសោធន៍ដូចគេដែរអញ្ចឹងណាអញ្ចឹងមនុស្សម្នាក់ប្រឈមនឹងជួបមេរៀនខុសៗគ្នាហើយយើងក៏មិនអាចវាយតម្លៃនរណាម្នាក់នៅសម្បកក្រៅក៏បានដែរហើយអ្វីក៏ដោយបើមិនទាន់ដល់ទីបញ្ចប់យើងអត់អាចឲ្យអ្នកណាមួយលេខ1បានទេបើមិនខុសពីការរត់អត្តពលិកដែលគេតែងតែបង្ហោះណាបាទអ្នករត់ប៉ណ្ណឹងណាបាទដល់ពេលអ្នកដែលខ្លាំងរត់ឃើញអ្នកខ្សោយនឹងគាត់ទន់លះហើយប៉ុន្តែគាត់អត់បោះបង់ដល់ពេលចុងក្រោយចាញ់អ្នកដែលខ្សោយលះហ្នឹងដែលគាត់អត់បោះបង់បាទអញ្ចឹងអាហ្នឹងពេលខ្លះភ្លេចខ្លួនអំនួតពេកណាអញ្ចឹងมันប្រកាសថាអ្នករត់មុនឈ្នះទេมันប្រកាសថាអ្នករត់លឿនឈ្នះដែរតែអ្នករត់ដែលមិនឈប់គឺអាចជាអ្នកទី1បាទអញ្ចឹងកុំមើលស្រាលស្ថានភាពកុំអាលឲ្យបន្ទុកទៅនៅអ្វីដែលមិនទាន់ដល់ទីបញ្ចប់ណាហើយកុំអួតក្អេងក្អាងនៅនឹងអ្វីដែលយើងកំពុងមានតែបើយើងមោទនភាពខ្ញុំតែងតែនិយាយណាយើងមោទនភាពអូខេអ្នកដតីគេនឹងឲ្យតម្លៃយើងហើយយើងចេះបន្ទាបខ្លួនបាទមនុស្សបើកាន់តែមានបានកាន់តែខ្ពង់ខ្ពស់ហើយកាន់តែទាបនោះគេស្រឡាញ់នឹងឲ្យតម្លៃបំផុតបាទខ្ញុំនិយាយពាក្យមួយម៉ាត់នឹងយកទៅស្វែងយល់ខ្លួនឯងបាទដឹងហើយបាទអរគុណជម្រាបលាបាទ